UBS បានព្យាករណ៍ថាមាសនឹងឡើងទៅដល់$5,000ក្នុងមួយអោនឬក៏$6,024ក្នុងមួយដំឡឹងនៅត្រីមាសទី3ឆ្នាំ2026ជាមួយនឹងសក្តានុពលដល់$5,400ក្នុងមួយអោនដែលស្មើនឹង$6,506ក្នុងមួយដំឡឹងប្រសិនបើហានិភ័យនយោបាយនិងសេដ្ឋកិច្ចអាមេរិកកើនឡើងយោងទៅតាមអ្នកយុទ្ធសាស្ត្រទំនិញដែលអាចជួញដូរបាននៅធនាគារ UBS បានឲ្យដឹងថាតម្លៃមាសនឹងកើនឡើងទៅដល់$5,000ក្នុងមួយអោនដែលស្មើនឹង$6,024ក្នុងមួយដំឡឹងនៅត្រឹមខែកញ្ញាឆ្នាំ2026ហើយរាល់ការកើនឡើងនៃភាពចលាចលនៃផ្នែកនយោបាយឬក៏សេដ្ឋកិច្ចជុំវិញការបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកអាចនឹងជំរុញឲ្យលោហៈពណ៌លឿងមួយនេះការកើនឡើងទៅដល់$5,400ក្នុងមួយអោនដែលស្មើនឹង$6,506ក្នុងមួយដំឡឹងនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទធនាគារយក្សរបស់ប្រទេសស្វីសមួយនេះបានប្រកាសថាខ្លួនកំពុងតែដំឡើងគោលដៅតម្លៃមាសនៅឆ្នាំ2026របស់ខ្លួននៅត្រឹមបំណាច់ត្រីមាសទី3នេះគឺតម្លៃ$5,000ក្នុងមួយអោនដែលស្មើនឹង$6,024ក្នុងមួយដំឡឹងបន្ទាប់មកអ្នកយុទ្ធសាស្ត្រនៅធនាគារ UBS រំពឹងថាតម្លៃមាសនឹងថមថយមកត្រឹម$4,800ក្នុងមួយអោនដែលស្មើនឹង$5,783ក្នុងមួយដំឡឹងនៅក្នុងបំណាច់ចុងឆ្នាំ2026ដែលជាការស្ទង់មតិដ៏ខ្ពស់ជាងការព្យាករណ៍នៅគ្រាមុនចំនួន$500ពោលគឺកាលពីគ្រាមុន UBS បានព្យាករណ៍ត្រឹមតែ$4,300ក្នុងមួយអោនដែលស្មើនឹង$5,180ក្នុងមួយដំឡឹង UBS រំពឹងថាតម្រូវការមាសនឹងមានការកើនឡើងជាលំដាប់នៅក្នុងឆ្នាំ2026ដោយទទួលបានការគាំទ្រអំពីទិន្នផលទាបរបស់សញ្ញាបត្ររបស់សហរដ្ឋអាមេរិកក្តីបារម្ភអំពីសេដ្ឋកិច្ចពិភពលោកដែលកំពុងតែបន្តនិងភាពមិនច្បាស់លាស់នៃគោលនយោបាយនៅក្នុងស្រុកនៅក្នុងសហរដ្ឋអាមេរិកជាពិសេសពាក់ព័ន្ធទៅនឹងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនិងសម្ពាធសារពើពន្ធដែលកំពុងតែមានការកើនឡើង។